កាលពីព្រេងនាយនៅក្នុងភូមិស្ងាត់មួយក្បែរទន្លេដ៏ធំទូលាយនិងមានពន្លឺចែងចាំងមានក្មេងប្រុសចិត្តល្អម្នាក់ឈ្មោះវណ្ណៈគាត់ក្រីក្រប៉ុន្តែគាត់តែងតែញឹមហើយជួយមនុស្សគ្រប់គ្នាដែលគាត់អាចធ្វើបានដូចជាដឹកទឹកឲ្យមនុស្សចាស់ចែករំលែកអាហារជាមួយអ្នកជិតខាងនិងមើលថែសត្វរៀងរាល់ព្រឹកវណ្ណៈតែងតែអង្គុយក្បែរទន្លេជាមួយសំណាញ់នេសាទតូចរបស់គាត់ដោយសង្ឃឹមថានឹងចាប់ត្រីបានគ្រប់គ្រាន់សម្រាប់ម្ដាយរបស់គាត់ចម្អិនអាហារពេលល្ងាចថ្ងៃមួយដែលមានពន្លឺថ្ងៃនៅពេលដែលគាត់បោះសំណាញ់របស់គាត់ចូលទៅក្នុងទន្លេវាបានភ្លឺឡើងភ្លាមដោយពន្លឺពណ៌មាសឮចែងចាំងវណ្ណៈបានដកដង្ហើមធំនៅក្នុងសំណាញ់មានត្រីមាសដ៏ស្រស់ស្អាតមួយភ្លឺដូចព្រះអាទិត្យរះត្រីបានព្រិចភ្នែកដោយសប្បុរសហើយនិយាយដោយសំឡេងស្រទន់ថាវណ្ណៈក្មេងប្រុសក្លាហានសូមលែងខ្ញុំត្រឡប់ទៅក្នុងទន្លេវិញប្រសិនបើអ្នកទុកជីវិតខ្ញុំនឹងបំពេញបំណងប្រាថ្នា3យ៉ាងដល់អ្នកប៉ុន្តែសូមប្រើវាដោយឆ្លៀសវៃក៏ភ្នែករបស់វណ្ណៈបើកធំដោយការភ្ញាក់ផ្អើលមនុស្សភាគច្រើននឹងលោភលន់ប៉ុន្តែមិនមែនគាត់ទេគាត់បានដាក់ត្រីមាសត្រឡប់ទៅក្នុងទឹកវិញយឺតហើយនិយាយថាក៏ខ្ញុំគ្រាន់តែចង់បានអ្វីដែលនឹងជួយភូមិរបស់ខ្ញុំក៏ត្រីមាសញញឹមបន្ទាប់មកសូមនិយាយបំណងប្រាថ្នារបស់អ្នកបំណងប្រាថ្នាដំបូងវណ្ណៈបានសម្លឹងមើលវាលស្រែស្ងួតខ្ញុំសូមជូនពរឲ្យវាលស្រែដុះឡើងវិញដើម្បីឲ្យមនុស្សគ្រប់គ្នាមានអាហារគាត់និយាយត្រីមាសបានគ្រវីកន្ទុយរបស់វាស្រក់ពពភ្លៀងបានបង្កើតឡើងយ៉ាងស្រទន់នៅពីលើហើយភ្លៀងទន់បានធ្លាក់មកលើវាលស្រែមិនយូរប៉ុន្មានដើមស្រូវបៃតងបានដុះឡើងមានសុខភាពល្អនិងពោពេញដោយទឹកអ្នកភូមិបានស្រែកហូរដោយអំណរបំណងប្រាថ្នាទី2វណ្ណៈបានឃើញថាគ្រួសារជាច្រើនមានផ្ទះទុនខ្សោយដែលលេចធ្លីក្នុងពេលមានព្យុះគាត់បាននិយាយថាក៏ខ្ញុំសូមជូនពរឲ្យគ្រួសារនីមួយមានផ្ទះរឹងមាំនិងមានសុវត្ថិភាពត្រីមាសបានគ្រវីកន្ទុយរបស់វាម្ដងទៀត Splash ផ្ទះរឹងមាំថ្មីបានលេចចេញមកកក់ក្ដៅនិងមានសុវត្ថិភាពការពារមនុស្សគ្រប់គ្នាពីខ្យល់និងភ្លៀងអ្នកភូមិបានអបវណ្ណៈដោយទញ្ញោបំណងប្រាថ្នាទី3វណ្ណៈបានលើកដៃរបស់គាត់ឡើងដើម្បីគោរពសម្រាប់បំណងប្រាថ្នាចុងក្រោយរបស់ខ្ញុំចង់ឲ្យទន្លេនៅតែស្អាតជារៀងរហូតដូច្នេះត្រីសត្វស្លាបនិងមនុស្សទាំងអស់អាចរស់នៅបានយ៉ាងសប្បាយរីករាយគឺត្រីមាសញញឹមធំជាងពេលណាទាំងអស់គឺបំណងប្រាថ្នានោះគឺបរិសុទ្ធនិងគិតគូរអ្នកបានប្រើបេះដូងរបស់អ្នកមិនមែនលោភលន់របស់អ្នកទេខ្ញុំនឹងផ្ដល់ឲ្យវា Splash ទន្លេភ្លឺចែងចាំងដោយគ្រីស្តាល់ពោពេញដោយជីវិតត្រីហែលទឹកសត្វស្លាបច្រៀងនិងទឹកថ្លាដូចកញ្ចក់ត្រីមាសហែលជារង្វង់ហើយនិយាយពាក្យចុងក្រោយរបស់វាថាបុវណ្ណៈសេចក្តីសប្បុរសបង្កើតមិនអាគមខ្លាំងជាងបំណងប្រាថ្នាណាមួយដរាបណាអ្នកនៅតែល្អទន្លេនឹងនៅតែមានពរហើយជាមួយនឹងពាក្យនោះត្រីបានលោតចូលទៅក្នុងទឹកជ្រៅហើយបាត់ខ្លួនវណ្ណៈបានដើរត្រឡប់ទៅភូមិវិញដោយចិត្តរីករាយដោយដឹងថាមនុស្សគ្រប់គ្នាមានសុវត្ថិភាពមានអាហារបរិភោគនិងត្រូវបានការពារទាំងអស់នេះក៏ព្រោះតែគាត់ជ្រើសរើសចិត្តទូលាយជាជាងភាពលោភលន់